គេនោះស្អាតសង្ហាមានទ្រព្យថែមទាំងមានកិត្តិយសនៅក្នុងសង្គមទៀតអញ្ចឹងហ៎ចាហើយកូនឮសូគេនិយាយថាសេដ្ឋីក្មេងនោះចូលចិត្តការសបាយក្រៅផ្ទះហើយចូលចិត្តអ្វីប្លែកកូនគិតថាធ្វើយ៉ាងណាឲ្យសេដ្ឋីនោះពេញចិត្តកូនហើយពេលនោះម៉ាក់ឈប់ព្រួយពីរឿងលុយកាក់ទៀតទៅមែនហើយកូនចាម៉ាក់សប្បាយចិត្តណាស់ប៉ុន្តែរឿងដ៏សំខាន់នោះគឺម៉ាក់ព្រួយចិត្តពីបញ្ហាដែលយើងជពាក់លុយគេហើយថ្ងៃដែលយើងសន្យាថានឹងសងលុយគេនោះគឺវាមកដល់ហើយថ្ងៃនេះគឺជាថ្ងៃដែលយើងសន្យាថានឹងត្រូវសងគេប៉ុន្តែសូម្បីតែការប្រាក់ក៏យើងមិនទាន់មានឲ្យគេផងណាកូនម៉ាក់ពិបាកចិត្តខ្លាំងណាស់មិនដឹងជាដោះស្រាយយ៉ាងម៉េចទេកូនជួយដោះស្រាយម៉ាក់ផងណាកូនដោះស្រាយមកថ្ងៃណាក៏មកដោះសារដែរហើយបាននិយាយពីរឿងលុយកាក់វិញណាគ្មានឲ្យម្ដងណាទេតែបើទៅខ្ចីវិញណាអូយសត្វតែវ៉អញ្ចេះវ៉អញ្ចោះយំយែកដល់តែបានលុយដល់ដៃហើយណាធ្វើឲ្យប្រហើណែខ្ញុំសួរនាងឯងម្ដងទៀតមើលហាអារឿងលុយកាក់ហ្នឹងយ៉ាងម៉េចហានាងឯងសងយើងវិញកាលណែយើងមកហ្នឹងខាត់ពេលវេលារបស់យើងណាហានិយាយពីរឿងថ្លៃសាំងវិញណាយើងអស់បន្តិចទេណាហ្នឹងហើយបើនិយាយពីអាសាំងវិញចង់លើសលុយចម្ពាក់ទៀតមើលកង់ឡានចង់សឹកដកអាថ្មីហើយរត់តាមអត់វាលុយអ្នកស្រីនេះហើយនៅមិននៅមកពិបាកតាអារឿងលុយខ្លួនឯងឥឡូវខ្ញុំសួរជាចុងក្រោយតើថ្ងៃណាមានលុយសងខ្ញុំប្រាប់ឲ្យច្បាស់មកលុយណាខ្ញុំមិនមែនយកមកកប់ចោលរបៀបនេះទេលុយខ្ញុំណាត្រូវការយកទៅបង្វិលលិចកើតទៀនកុំតែដឹងខ្លួនទេថានឹងមានរឿងអ្វីកាត់ឡើងតាមទៅវិញកូនមកក្រាស់ណាកូននឹកឃើញហើយនឹកឃើញរឿងអីនឹងកូនរកអីហ្នឹងណារកអីម៉ាក់ជួយរកប្រាប់មកម៉ាក់ជួយរកណាខ្ញុំរកកាតវិសិតដែលលោកសទ្ធីឲ្យខ្ញុំណាម៉ាក់អញ្ចឹងឯកូនចាឃើញនៅកូនម៉ាក់ជួយរកកូនតិចមើលនេះអូម៉ាក់រកឃើញហើយនេះកូនខលទៅរកគាត់សិនអាឡូអ្នកណាគេនឹងអាឡូបងឆាយាខ្ញុំគឺដួងច័ន្ទណាដួងច័ន្ទណាប្រាយអូននៅណានឹងបងនឹកអូនណាបងឯងចេះតែថាហើយនឹកស្អីឲ្យស្ងាត់ជ្រាបគ្មានខលមករកអូនតិចសោះអូនមិនជឿបងទេខលទៅរកបងប្រមាណដងហើយតែមិនដែលទទួលទូរស័ព្ទអូនសោះអូនសឹងតែលែងចង់ខលទៅហើយនេះអូនរែកខ្លួនតែម្ដងកុំនិយាយអញ្ចឹងអូនសម្លាញ់ម៉េចនេះបងចង់និយាយជាមួយភ្ញៀវក្រុមហ៊ុនតាឲ្យបងសុំទោស
អូនសម្លាញ់បងនឹកអូនខ្លាំងណាស់ មិនក៏បងនិយាយអញ្ចឹងបងក៏នឹកតោះខ្ញុំខលត្រកបងធ្វើអីទៅអញ្ចឹងប៉ុណ្ណឹងបានហើយណាអូនមករំខានការងារបងទេបាយបាយ ជប់សិនកុំបានដាក់ទូរស័ព្ទអីអូនសម្លាញ់កុំអានងំមើថ្ងៃនេះអូនមានពេលទំនេរទេតែញ៉ាំបាយជាមួយបងអីចាំមិនមានពេលរបស់បងទេអញ្ចឹងបានល្អល្ងាចជួបគ្នាបាយបាយ អាឡូពុំមានណាមានកៅអីពិសេសមែនទេ ឥឡូវនេះខ្ញុំបានឃើញលោកប្រុសបណ្ដាស្រីប្លែកមុខម្នាក់ទៀតហើយតើខ្ញុំតាមទៀតទេ ចិត្តអ្វីម្លេះ មិនបាច់ទេប៉ុណ្ណឹងបានហើយ បើផ្សា ទៅតែវិញចុះ ប្របងប្រែជា
ហេតុអីបានជាអូនគេងបែកក្នុងដបងបែបនេះបងឆ្ងល់ណាស់តាំងពីបងត្រឡប់មកពីខេត្តវិញអូនមិនសូវនិយាយស្ដីរបស់បងសោះប្រាប់បងមកតើមានរឿងអីអូនមិនដឹងជានិយាយប្រាប់បងយ៉ាងម៉េចនោះទេបើជារឿងមួយដែលអាក្រក់បំផុតហើយក៏ស្មានមិនដល់ដែរបងពិបាកទទួលយកណាស់មិនអីទេអូនបងអាចទទួលយកបានហើយបងក៏ចង់ដឹងដែរថាមានរឿងអីកើតឡើងចំពោះអូនទេថ្ងៃដែលបងចេញទៅតាមខេត្តគាត់ក៏បានឲ្យអូនរៀបចំម្ហូបពេលល្ងាចរួចហើយរួចក៏ចាប់អូនមែនទេហេយឆាយាដេរឆានហើយហ៊ានលុកថ្លើមអញហើយចាំតែមើលចុះយប់នេះអញឈឺចាប់ថ្ងៃក្រោយអញនឹងធ្វើឲ្យអញឈឺចាប់រាប់រយដងអញស្គាល់អាសនិតអញតិចពីហើយឆាយាបងឲ្យអូនសុំទោសអូនអាណិតបងអូនខ្មាស់បងអូនស្អប់ខ្លួនឯងអូនចង់តែស្លាប់ទេឲ្យអូនស្លាប់ទេមិនអីទេអូនបងជឿចិត្តអូនហើយអូនគឺជាប្រពន្ធល្អសម្រាប់បងដដែលអូនទើបតែបានស្គាល់បងអូនមិនទាន់បានស្គាល់ចិត្តបងច្បាស់ទេនិយាយតាមត្រង់ចុះបងក៏មិនដឹងខ្លួនឯងទេថាហេតុអីក៏បងស្រឡាញ់អូនលើគេបែបនេះទៅវិញអូនមិនជឿទេមាត់បងឯងនេះនិយាយអីក៏គួរឲ្យខ្លាញ់ដែរស្អប់ណាស់បងនឹងអូនគ្រប់ពីនាទីអូនដឹងទេបងមិនចង់បែកចេញពីអូនសោះតែម្ដងអូនកាន់អីហ្នឹងអាឡៃតែមិននៅជាមួយបងអូនភ្លេចអ្នកពាក់ឲ្យឆឹងមិនដឹងថាអាត្មានេះចាំមិនយ៉ាងម៉េចទៅហើយទេម៉ាក់នឹងប្អូនចាំមើលផ្លូវអូនឡើងផ្សារភ្នែកហើយអូនទៅវិញហើយចាំបងជូនអូនទៅណែលុយបងឲ្យអូនអូនអរគុណបង
ហាត់អីបានគេចង់ក្អួតអញ្ចឹងដូចជាអត់បានញ៉ាំអីខុសទេឬមួយក៏បើសិនជាខ្ញុំមានកូនម៉ែតើគួរប្រាប់បងឆាយាដែរឬក៏អត់ទេបើអីនេះគាត់ចេញចូលផ្ទះដូចជាអំពិលអំពែកអញ្ចឹងពេលនេះបើគាត់នៅក្បែរហើយថ្នាក់ថ្នមខ្ញុំវិញនោះមិនដឹងជាខ្ញុំសប្បាយចិត្តយ៉ាងណាទេព្រោះអីជាងមានកូនជាមួយគ្នាមកបងជូតវិញណែលោកកូនអញ្ជើញញ៉ាំផ្លែឈើនេះសិនទៅណាផ្លែឈើនេះផ្អែមណាស់ណាម៉ាក់រៀបចំដោយផ្ទាល់ដៃអញ្ជើញញ៉ាំចុះណាកូនណាអរគុណណាម៉ាក់ចាអញ្ជើញញ៉ាំចុះកូនណាកុំភ្លេចណាកូនណាហើយគូអាចច្នៃដល់ហើយខ្ញុំជាកូនរបស់គាត់ម្នាក់ដែរដូចជាមិនសូវរវល់នឹងខ្ញុំសោះគូអាចច្នៃបងដល់ហើយកុំនិយាយអញ្ចឹងអីអូនសម្លាញ់និយាយអញ្ចឹងដល់បុតបងប្រុសរបស់អូនគេតាណាបានហើយហេតុអីបានជាមិនឃើញនិយាយពីរឿងប្អូនគូអាណិតវាណាហេតុតែចង់ឲ្យបងនេះបាននៅជាមួយអូនយូរគ្នាសុកចិត្តចេញទៅលេងនៅខាងក្រៅបងឃើញស្រាប់ហើយផ្ទះនេះគ្រាន់តែដើរទៅដើរមកក៏វាទៅគ្នាដែរគួរឲ្យអាណិតដល់ហើយចាំបងរកទិញផ្ទះធំទូលាយឲ្យអូនមួយល្បែងនៅហើយបើសិនជាអូនចង់រកស៊ីអីនោះចាំបងជួយអូនថែមទៀតបងនិយាយមែនទេអូនអរគុណបងហើយតែអូនចង់បើកហាងម៉ាស្សាមួយជាពិសេសអូនចង់ម៉ាស្សាឲ្យបងមុនគេមិនអីទេតាមតែចិត្តអូនចុះបងមិនថាទេណាលើកឲ្យស្នំប្រយ័ត្នធ្លាក់បែកណាលើស្លងដាក់ខាងនេះមកចាដាក់ខាងនេះមកហើយតុកនេះលើកទៅដាក់ក្បែរស្លងនោះទៅនេះលើកដាក់កណ្ដឹងទៅយកមកដាក់ខាងមុខនឹងទៅណាស្រួលបួលយ៉ាមិនដែរបងផ្ទះយើងរៀបចំអញ្ចឹងទៅស្អាតទេស្អាតតាហើយអូនគិតធ្វើអីហ្នឹងកូនឡើងទៅលេងជាមួយម៉ាក់យាយទៅណាម៉ាក់មានការនិយាយជាមួយប៉ាមកឡើងឲ្យស្រួលបួលណាចៅប្រយ័ត្នធ្លាក់ណាចុះអូនចង់និយាយពីរឿងអីហ្នឹងគឺអូនបើកហាងម៉ាស្សាហ្នឹងណាបងហាម៉ាសាមិនហ្នឹង
អត់អីទេបងគ្រាន់តែឆ្ងល់ថាអូនឯងបានលុយមកពីណាច្រើនម្ល៉េះទិញផ្ទះហើយបើហាងម៉ាសាទៀត អូរឿងហ្នឹងទេអូនភ្លេចជម្រាបបងគឺអូននឹងម៉ាក់លេងល្បែងឈ្នះណាហើយបញ្ញាទិញផ្ទះហើយបើកហាងម៉ាស្សាតែម្ដងទៅម៉េចអូនឆ្លាតទេម្យ៉ាងដែរប្រពន្ធបងមានគំនិតមែនចេះរស៊ីអញ្ចឹងទៅបងមានថាអីហើយអារឿងលបែងពីលៀនហ្នឹងណាល្មមមិនឈប់វាឲ្យអូនឈើចិត្តអ្វីម្លេះបេងដូង ថាបានប្រពន្ធមួយយកទុកក្រន់អួតគេថាបានប្រពន្ធក្រទៅវាអន់